ភាសាទៀតតស៊ូនឹងធ្វើបទបង្ហាញខ្លីទៅពីសកម្មភាពថាយើងធ្វើអ្វីខ្លះកន្លងមកនៅក្នុងនាមនៃក្រុមប្រឹក្សាជាតិតស៊ូហើយខ្ញុំមានវីដេអូខ្លីៗហើយនឹងមានថាតើអ្វីទៅបងប្អូនដឹងហើយថាក្រុមប្រឹក្សាជាតិតស៊ូបានឡើងដើម្បីអ្វីធ្វើដើម្បីអ្វីដោយលោកធានក៏ដូចជាសហគមន៍ផ្សេងៗក៏បានលើកឡើងថាក្រុមប្រឹក្សាជាតិតស៊ូយើងបង្កើតឡើងនៅក្នុងនាមដែលជាតិយើងកំពុងតែត្រូវការជាតិយើងកំពុងតែមានគ្រោះថ្នាក់ហើយយើងត្រូវតែជួយជាតិយើងដើម្បីរំដោះជាតិយើងឲ្យផុតពីគ្រោះដែលហិតរាយចាអញ្ចឹងនៅក្នុងនោះយើងឃើញហើយការបង្កើតនៃក្រុមប្រឹក្សាជាតិតស៊ូគឺបង្កើតទៅដោយលោកធានចាសំស៊ីនៅក្នុងទីនេះចាដោយសារពេលខ្លីខ្ញុំទៅលឿនចាស់ឃើញកម្មវិធីទាំងអស់នេះក្រុមប្រឹក្សាជាតិតស៊ូបានធ្វើសកម្មភាពទូទាំងពិភពលោកគ្រប់កន្លែងទាំងអស់បងប្អូនឃើញហើយមានការចូលរួមទាក់ទងទៅនឹងឲ្យនិយាយឡើងវិញនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើរាល់សកម្មភាពទីទានៅការពីអូនណាទឹកដីកំពុងក៏ដូចជាយើងធ្វើការទាក់ទងជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលទូទាំងពិភពលោកក៏ដូចជាអង្គការរដ្ឋាភិបាលក្រៅរដ្ឋាភិបាលរបស់ខ្មែរយើងដូចជាមានគោលការណ៍ឯកគូក្នុងនាមយើងជាខ្មែរទោះបីជារបស់លោកហ៊ុនសែនរបស់ផ្ដាច់ការបាននិយាយថាយើងថាខ្មែរនិងអ្នកនយោបាយក្នុងចង់និយាយថាអ្នកដែលអង្គការក្រៅរដ្ឋាភិបាលនេះមិនអាចធ្វើការនយោបាយអត់ទេព្រោះហើយយើងជាខ្មែរទោះបីជាយើងមាននឹងការនៅគោលការណ៍អាបាឬក៏អង្គការខុសគ្នាគឺដើរទៅមួយគឺជួយខ្មែរចង់ជួយទៅដល់ជាតិខ្មែរជួយទៅដល់ប្រទេសខ្មែរយើងអញ្ចឹងនេះគឺជាគោលការណ៍របស់យើងចុះបងប្អូនឃើញរូបភាពរបស់ហ្នឹងហើយទាំងអស់នេះយើងធ្វើកិច្ចការនេះគឺកិច្ចការរបស់យើងគឺដើម្បីស្រែកជាតិចឹងនៅក្នុងនេះយើងមានវីដេអូខ្លីៗខ្ញុំនឹងចែកឲ្យបងប្អូនមើលហើយបញ្ជាក់ពីសកម្មភាពរបស់ចឹងទី1វីដេអូទី1មកចានឹងក្រោយវីដេអូក្រោយទៀតចាអញ្ចឹងទី1វីដេអូទី1នេះគឺថ្មីនេះក្រុមប្រឹក្សាជាតិតស៊ូបានចូលរួមក្នុងអ្វីខ្លះសូមបងប្អូនជួយទស្សនាទៅអត់លឺAnd I'd like to you to recommend following តើក្រុមប្រឹក្សាជាតិតស៊ូគឺជាអ្វីហើយហេតុអ្វីបានជាមានសារៈសំខាន់ CNOC គឺជាយន្តការថ្មីមួយដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ2025ដែលអិសរាជជនប្រចាំសំខាន់ដូចជាលោកសំស៊ីជាដើមហើយស្ថាប័ននេះជាអ្នកស្នើបន្តពីគណៈបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតបន្ថែមពីនេះទៀតស្ថាប័ននេះដំណើរការឡើងទាំងស្រុងពីក្រៅប្រទេសហើយអ្វីដែលជាទៅទៀតនោះគឺមិនបានចុះបញ្ជីស្រុកប្រទេសកម្ពុជាកម្ពុជាឡើយដោយសារតែរដ្ឋាភិបាលកម្ពុជាបានឆ្លាតចោលជាសាធារណៈអតិថិជនសកម្មភាពនេះក៏ដែលចំនួនរបស់ CNC គឺជាការតស៊ូនិងការចល័តកម្លាំងខ្ញុំមានគោលបំណងបង្រួបបង្រួមកម្លាំងប្រឆាំងទាំងអស់ទាំងនៅក្រៅប្រទេសនិងនៅក្នុងស្រុកដើម្បីជ័យភាពស្របច្បាប់របស់រដ្ឋាភិបាលឲ្យបានហើយនេះមានក៏តម្រង់ទិសទៅរកការស្ដារឡើងវិញនូវគោលការណ៍ប្រជាធិបតេយ្យនៃព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ1951ដែលបានចាប់ផ្ដើមពីយុទ្ធនាការតស៊ូមតិដូចជាយុទ្ធនាការ Truth Expose ដែលទាមទារយុត្តិធម៌និងបំរើពីរដ្ឋាភិបាលលើបញ្ហាជាតិសមាជិកចម្បងរបស់ CNC គឺជាការផ្ដល់ចំណេញប្រមូលផ្ដុំសំខាន់សម្រាប់ក្រុមប្រឆាំងដើម្បីប្រជាធិបតេយ្យជោគជ័យនៃភាពលេចធ្លោជាអន្តរជាតិរបស់ចលនាយើងគឺតាមរយៈការធ្វើជំនួបពីអន្តរជាតិដើម្បីអន្តរាគមន៍និងដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនិងអំពើពុករលួយផ្សេងៗសូមអរគុណ So the resolution as a whole in favor. Okay. Abstentions, that is adopted. ចាអញ្ចឹងនេះជាសកម្មភាពច្រើនរងមើលឃើញឯក្នុងរូបភាពហ្នឹងនៅក្នុងនោះទៀតនៅក្នុងសកម្មភាពនៃក្រុមប្រឹក្សាជាតិតស៊ូយើងហ្នឹងគឺធ្វើការងារបរទេសបងប្អូនឃើញពេលថ្មីៗសហរដ្ឋអាមេរិកដូចជានៅក្នុងប្រទេសនៃលន់ដិនគឺនៅ United Kingdom អង់គ្លេសគឺគេបានធ្វើការអនុកម្មCybersecurity បានថាការដាក់ទណ្ឌកម្មផ្នែកការគម្រាមកំហែងតាមប្រព័ន្ធអនឡាញអ៊ីនធឺណិតអីទាំងអស់ហ្នឹងគឺដោយសារយើងធ្វើកិច្ចការងារបរទេសគ្រប់កន្លែងទាំងអស់ប្រទេសនីមួយៗនៃប្រទេសដែលយើងមានខ្មែរនៅរស់នៅគឺយើងមានសម្លេងជាប្រវត្តិខ្មែរដែលធ្វើសកម្មភាពហ្នឹងហើយសកម្មភាពហ្នឹងគឺបានលើកទៅដល់
ប្រទេសធំៗណាអាមេរិកធំអាមេរិកក៏ដូចជាអង់គ្លេសអញ្ចឹងយើងមានវីដេអូបង្ហាញពីបងប្អូនពេញមួយទៀតនេះពេលថ្មីនេះកម្ពុជាបានស្ថិតនៅក្រោមផ្លូវនៃការយល់ដឹងពីអន្តរជាតិជាច្រើនបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន3ជំរុញពិភពលោកដូចជា CNN, Fox, Forbes, BBC, Reuters, The Washington Post, The Wall Street Journal បានរៀបចំជាបន្តបន្ទាប់ពីប្រកាសអំពីដំណើរការតាមអ៊ីនធឺណិតដ៏ធំសម្បើមនៅកម្ពុជាពេលឈ្មោះរបស់ប្រទេសកម្ពុជានៅឆាកអន្តរជាតិត្រូវបានរលាយសាបសូន្យនិងស្អុយកខ្វក់ដោយសារតែសកម្មភាពចាប់បានចំណុចនោះរបាយការណ៍ជាច្រើនបានលើកឡើងថាមេដឹកនាំនៅក្រុមគ្រួសារដែលមានឥទ្ធិពលជួយរដ្ឋាភិបាលគឺជួយរងាការពារនិងជាអ្នកនាំពីក្រោយដ៏សំខាន់ដែលនៅក្នុងរូបមានឈ្មោះលោកហ៊ុនសែននៅក្រុមគ្រួសារបច្ចុប្បន្នសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានរួមកម្លាំងគ្នាចាត់វិធានការជំនុំនៃឧក្រិដ្ឋកម្មឆបអនឡាញនិងក្រុមហ៊ុនឆបនៅកម្ពុជាពលរដ្ឋដែលបានជាសម្ដែងធំបំផុតនៅកម្ពុជាគឺលោកចាន់ស៊ីដែលជាទីប្រឹក្សាកងរបស់លោកហ៊ុនសែននិងជាម្ចាស់ក្រុមហ៊ុន Print Pro TCO ជាជនជាតិចិនរូបនេះដើម្បីបង្ហាញពីភាពមើលម៉ាត់ប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិកបានចាត់វិធានការរកអូសទ្រព្យសម្បត្តិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនពួកគេបានយកអស់ទឹកប្រាក់ប្រមាណ$15,000 នៅក្នុងប៊ីតខនដែលបច្ចុប្បន្នត្រូវបានបង្កប់ដោយអាមេរិកពីជាសារមួយបង្ហាញថាទ្រព្យសម្បត្តិដែលបានបង្គាប់ផលិតកម្មនឹងមិនត្រូវបានអនុញ្ញាតឲ្យមានសុវត្ថិភាពនោះទេការរៀបប្រដាល់ដ៏ធំសម្បើមនេះក៏មិនអាចកើតមានឡើយបើគ្មានការខិតខំប្រឹងប្រែងអើពើពីសំណាក់អ្នកស្នេហាជាតិខ្មែរយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបានខិតខំតស៊ូប្រឆាំងបង្ហាញការតវ៉ានិងបញ្ជូនព័ត៌មានទៅកាន់ពិភពលោកការងារដ៏ក្លាហានរបស់ពួកយើងទាំងអស់គ្នាបាននាំដំណឹងនេះត្រូវបានចុះផ្សាយជាសកលនិងជំរុញឲ្យមានចំណាត់ការអន្តរជាតិសូមអរគុណបាទសូមអរគុណនេះជាការតស៊ូចំណាយចិត្តរបស់បងប្អូនទាំងអស់គ្នាដែលឃើញសកម្មភាពហ្នឹងហើយយើងមានសកម្មភាពមួយទៀតពេលថ្មីនេះគឺយើងបានធ្វើ resolution សេចក្តីសម្រេចដែលទាក់ទងពីរឿងជាតិយើងទាំងអស់គ្នារហូតដល់យើងទាក់ទងជាមួយអង្គការមួយនៅក្នុងសហភាពអឺរ៉ុបនេះដែរខាងស្ត្រី ILW ដែល resolution សេចក្តីសម្រេចនេះបានលោកពិធីមុខបរិយាយកទៅអាននៅក្នុងអង្គការសហជីវជាតិនៅការប្រជុំកំពូលនៅក្នុង General Assembly ចា៎តើរដ្ឋាភិបាលនៅកម្ពុជាក្រុមគោរពលទ្ធិប្រជាធិបតេយ្យដែរឬទេបានទស្សវត្សរ៍មកហើយបន្ទាប់ពីការសន្យាជាសកលដើម្បីបញ្ចប់អំពើហិង្សានិងការរើសអើងលើស្ត្រីប៉ុន្តែស្ត្រីកម្ពុជារាប់មិនអស់នៅការប្រជុំភ័យខ្លាចជាមួយនឹងការតស៊ូពីពលរដ្ឋមានរងគ្រោះជារៀងរាល់ថ្ងៃជាហេតុនេះទើបកាលពីថ្ងៃទី22កក្កដាឆ្នាំ2025កន្លងទៅមូលនិធិខ្មែរសង្គមប្រជាធិបតេយ្យ KERF ព្រមជាមួយបណ្ដាញអន្តរជាតិនៃស្ត្រីសេរី INLW បានបញ្ចេញសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំគម្រិតខ្ពស់សហប្រជាជាតិសម្រាប់ពលរដ្ឋ30នៅក្នុងខេត្តពេកាំងបានលើកចំណុចសំខាន់ដូចជា1ការសន្យាអនុញ្ញាតបំពេញស្ត្រីកម្ពុជានៅតែប្រឈមមុខរងគ្រោះដោយអំពើហិង្សានិងការរើសអើងជាពិសេសនៅក្នុងសហគមន៍ជនបទបញ្ចុះដំណើរការ2ការមុខពីលើសិទ្ធិមនុស្សអង្គការសម្ព័ន្ធស្ត្រីអ្នកការពារបរិស្ថានអ្នកការពារសិទ្ធិមនុស្សកម្ពុជាទទួលចូលក្នុងការរំខានការចូលការតបអំពើហិង្សាដែលឆ្លងកាត់ជួយក្នុងពេលរបស់ពួកគេហើយមានបច្ចុប្បន្នជាឃើញនៅការបាត់បង់ទីលំនៅត្រូវមានកុមារជាច្រើនបានទៅទទួលទៅថៃRelation is just aboutប្រកបជាសុខភាពនិងការអប់រំសម្រាប់ស្ត្រីនិងកុមារភេទខ្លួនកម្ពុជាពីយកភាពជាអ្នកក្នុងស្ត្រីជាប្រជាមូលដ្ឋាននិងជំនួយខាងសុខភាពពេញចិត្តដែលឡើងធ្វើទៅបញ្ចូលសម្លេងពីស្ត្រីគ្រប់មជ្ឈដ្ឋានក្នុងការបង្កើតគោលនយោបាយសកលការផ្ដល់អំណាចពីភាពរំជាមួយអង្គការជាតិជាគឺដើម្បីសម្រាប់ដល់ឲ្យស្ត្រីកម្ពុជាកំពុងតែប្រកាន់សកម្មភាពជួយការយុទ្ធសាស្ត្រនិងសន្តិភាពជាលទ្ធផលនៅថ្ងៃទី3កុម្ភៈឆ្នាំ2025នៅទីក្រុងសឺនឺអេរីកាពិសេសរបស់អង្គការសហប្រជាជាតិលោកវិសាលកាបនក៏បានលើកឡើងពីចំណុចសំខាន់ដូចជាទី1ឯកការផលជាខ្លួនតែអនុវត្តសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញកម្ពុជារ
អ្នកការចោលប្រកាន់អស់លេខអ្នកនយោបាយធ្វើសេរីភាពនៃការបង្កពលរដ្ឋនយោបាយសហការជាមួយអ្នកជំនួយជាការដើម្បីឲ្យពលធ្វើការណែនាំរបស់អង្គការសហប្រជាជាតិស្ទើរមនុស្សគឺចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍការសុខភាពល្អនិងមានលក្ខណៈភាពប្រកបសិទ្ធិប្រមាណលើកទឹកចិត្តឲ្យពលរដ្ឋនិងពលរដ្ឋប្រឆាំងនឹងការបង្កទៅជាសេរីភាពជាពលរដ្ឋនិងនយោបាយការវិសកម្មជនបរិស្ថានការវិជាសិទ្ធិមនុស្សនិងសម្ដែងផ្ទាល់ទៅជាវិជ្ជាមានបានចង់យើងក៏សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជាក៏រកសិទ្ធិមនុស្សប្រព្រឹត្តទៅតាមសេរីភាពពលរដ្ឋតទៅទៀតសូមអរគុណចានេះគឺរបាយការណ៍ពិសេសរបស់ក្រុមស្ថានភាពតស៊ូបងប្អូនបានឃើញហើយអញ្ចឹងបងប្អូនទាំងគ្នាមានគោលនីតិសំខាន់ដូចគ្នានៅក្នុងការធ្វើឲ្យសហគមន៍បងប្អូនប្រទេសបងប្អូនដើម្បីឲ្យដឹងពីរឿងសុខស្មារតីថាយើងត្រូវការលទ្ធិជាតិដៃសេរីភាពនិងយុត្តិធម៌សូមអរគុណអរគុណបាទសូមអរគុណលោកស្រីថិតកំពុនអគ្គលេខាធិការក្រុមប្រឹក្សាជាតិតស៊ូហើយជាបន្តទៅទៀតសូមគោរពអញ្ជើញលោកប្រធានសំរាស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូប្រកាសពីដំណើរការនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ20ដុល្លារលោកធានសូមគ្រប់បងប្អូនជនរួមជាតិទាំងអស់បងចៅបងជួយដែលបានអញ្ជើញមកពីជិតឆ្ងាយហើយខ្លះអញ្ជើញមកពីឆ្ងាយមែនទេណាមកចូលរួមក្នុងពិធីអបអរសាទររដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារកាលពីថ្ងៃ23ថ្ងៃពហុម្សិលមួយថ្ងៃនោះគឺយើងបានប្រកាសជាផ្លូវការនៃការបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារថ្ងៃនេះទៅជាថ្ងៃសៅរ៍25ដុល្លារយើងជួបជុំគ្នានៅទីក្រុងប៉ារីទីក្រុងដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈ្មោះកិច្ចព្រមព្រៀងទីក្រុងប៉ារីជានិមិត្តរូបហើយទូទាំងពិភពលោកពេលយើងកំពុងតែជួបជុំគ្នានៅទីក្រុងប៉ារីបងប្អូនខ្មែរយើងទូទាំងពិភពលោកច្រើនប្រទេសច្រើនខេត្តច្រើនក្រុងក៏គេបានជួបជុំគ្នាដែរដើម្បីអបអរសាទរដូចយើងកំពុងតែអបអរសាទររដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារ23ដុល្លារនេះគឺជាថ្ងៃដ៏សំខាន់បំផុត23ដុល្លារឆ្នាំ1991ដែលយើងត្រូវតែចងចាំជានិច្ចកាលដល់កូនចៅយើងតទៅទៀតពីព្រោះ23ដុល្លារនេះគឺថ្ងៃមួយដែលខ្មែរទាំងអស់ស្រុះស្រួលគ្នាផ្សារជាតិរួបរวมគ្នាចុះហត្ថលេខាសន្យាថានឹងឈប់ច្បាំងគ្នាឈប់សម្លាប់គ្នាឈប់ធ្វើបាបគ្នាឲ្យមានសន្តិភាពពិតប្រាកដដើម្បីឲ្យខ្មែរយើងអាចរីកចម្រើនសបោសបាយក្លាយទៅជាប្រទេសមួយដែលមានគេថាភាពរុងរឿងដោយប្រទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់ក្នុងពិភពលោកអញ្ចឹងយើងជួបជុំគ្នានេះទី1នៅទីក្រុងប៉ារីទី2ដើម្បីអបអរសាទររដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារហើយទី3ដើម្បីបង្ហាញពីកម្មវិធីនយោបាយនៃរដ្ឋាភិបាលថ្មីនេះបង្ហាញពីសមាជិកភាពហើយបង្ហាញពីទស្សនៈយើងរបៀបយើងធ្វើការរៀបចំប្រទេសដែលយើងនឹងត្រៀមខ្លួនទៅរៀបចំប្រទេសឲ្យដូចឆន្ទៈប្រជារាស្ត្រខ្មែរឥឡូវសួរថាតើរដ្ឋាភិបាល23ដុល្លារនេះកម្ពុជាឯករាជ្យ23ដុល្លារនេះតើមានបំណងធ្វើអ្វីដែលស្របទៅនឹងអ្វីដែលប្រជារាស្ត្រខ្មែរចង់បាន
ពីព្រោះយើងសម្រេចចិត្តបង្កើតរដ្ឋាភិបាលនេះដោយសារថារបបហ៊ុនសែនរបបឪកូនហ៊ុនសែនហ៊ុនម៉ាណែតនេះគឺផ្ទុយស្រឡះធ្វើអ្វីផ្ទុយស្រឡះពីឆន្ទៈប្រជារាស្ត្រខ្មែរក្បត់ឆន្ទៈប្រជារាស្ត្រខ្មែរធ្វើឲ្យប្រជារាស្ត្រខ្មែរលោកពិបាកលោកឈឺចាប់ហើយលោកក្តៅក្រហាយទី1អ្វីដែលយើងសម្រេចយើងដាក់ឈ្មោះ$23នេះគឺយើងជំរុញឲ្យអនុវត្តយ៉ាងពេញលេញយ៉ាងត្រឹមត្រូវនៃកិច្ចព្រមព្រៀងសន្តិភាពស្ដីពីកម្ពុជាទីក្រុងប៉ារី$23ឆ្នាំ1991លោកហ៊ុនសែនបាទអរគុណណាស់លោកហ៊ុនសែនគាត់បានប្រកាសហើយតែគាត់អត់ទេគាត់អត់ទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីទេគាត់ថាអត់ទៅតាមយន្តការបែបបទដែលគេកំណត់ក្នុងកិច្ចព្រមព្រៀងនោះគឺត្រូវតែទំនាក់ទំនងជាមួយសហប្រធាននៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស្ដីពីកម្ពុជាដើម្បីឲ្យគេកោះហៅសន្និសីទនេះឡើងវិញដើម្បីឲ្យគេត្រួតពិនិត្យការអនុវត្តថាមិនត្រឹមត្រូវកន្លែងណាខ្វះខាតកន្លែងណាត្រូវតែកែលម្អអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីឲ្យបានត្រឹមត្រូវឲ្យបានពេញលេញហ៊ុនសែនគាត់ឆ្លើយថាទេអត់ស៊ីយេអត់ទៅតាក់តងទេបើគេមិនព្រមយ៉ាងម៉េចទៅមិនទាន់ទាំងសុំផងមិនទាន់ទៅគេនិយាយផងថាគេមិនព្រមយ៉ាងម៉េចទៅដោយថាយើងឃ្លានបាយយើងចង់ទៅទិញបាយចាប់ហ៊ុនសែនឆ្លើយថាចុះបើគេមិនលក់ឲ្យមិនទាន់ទៅទិញផងមិនគេថាគេមិនលក់ឲ្យអញ្ចឹងយើងដឹងហើយហើយបានហ៊ុនសែនគាត់មិនព្រមពីព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងគឺបច្ចុប្បន្នភាពមានជំពូក2ដែលសំខាន់បំផុតជំពូកទី1គឺប្រជាធិបតេយ្យគឺប្រទេសកម្ពុជាត្រូវតែអនុវត្តនយោបាយគោលការណ៍ប្រជាធិបតេយ្យមានរដ្ឋាភិបាលដែលចេញមកពីឆន្ទៈប្រជារាស្ត្រពិតប្រាកដហើយចេញមកពីឆន្ទៈប្រជារាស្ត្រពិតប្រាកដយ៉ាងម៉េចតាមរយៈការបោះឆ្នោតតើតើការបោះឆ្នោតនឹងវាត្រឹមត្រូវវាមានតម្លាភាពវាសុក្រិតសេរីយុត្តិធម៌បានលទ្ធផលនៃការបោះឆ្នោតវាឆ្លោះបញ្ចាំងឆន្ទៈប្រជារាស្ត្របានប្រជារាស្ត្ររើសអ្នកដឹកនាំដែលលោកជ្រើសរើសដែលលោកទុកចិត្តតាមរយៈការបោះឆ្នោតតែនៅស្រុកខ្មែរអត់ដែលមានការបោះឆ្នោតត្រឹមត្រូវសេរីយុត្តិធម៌ម្ដងគត់ក្នុងប្រវត្តិសាស្ត្រកាលអង្គការសហប្រជាជាតិបានរៀបចំកាលឆ្នាំ1993ម្ដងគត់ហើយពេលបោះឆ្នោតត្រឹមត្រូវម្ដងគត់នោះគឺហ៊ុនសែនចាញ់ហើយគាត់ចាញ់គាត់អត់សុខចិត្តទៀតគាត់ធ្វើរដ្ឋប្រហារ4ឆ្នាំក្រោយ1997គាត់ធ្វើរដ្ឋប្រហារគាត់ដណ្ដើមអំណាចមកវិញដោយប្រជារាស្ត្របោះឆ្នោតឲ្យគណៈបកមួយទៀតសោះឲ្យអ្នកដឹកនាំថ្មីអត់ទេគាត់ធ្វើរដ្ឋប្រហារដណ្ដើមអំណាចមកឲ្យបកពួកគាត់និងខ្លួនគាត់វិញរួចទៅគាត់បានរៀបចំគណៈកម្មាធិការរៀបចំការបោះឆ្នោតនោះគឺសិតតែគ្នាគាត់ទាំងអស់ការបោះឆ្នោតជាបន្តបន្ទាប់ក្រោយមកក្រោយពីរដ្ឋប្រហារឆ្នាំ1997មកគឺចាប់ពី1000ដល់1998 2003 2013 2018 គឺគណៈកម្មការគាត់អ្នករៀបចំទាំងអស់អញ្ចឹងគាត់ឈ្នះជានិច្ចឈ្នះភ្លុកទឹកភ្លុកដីមានន័យថាការបោះឆ្នោតរៀបចំដោយរបបហ៊ុនសែនគឺជាការបោះឆ្នោតคล้ายៗមានន័យថារបបហ៊ុនសែនហ៊ុនម៉ាណែតសប្តាហ៍នេះមិនមែនតំណាងឲ្យប្រជារាស្ត្រខ្មែរពិតប្រាកដទេគឺធ្វើផ្ទុយពីអ្វីដែលប្រជារាស្ត្រខ្មែរចង់បានឥឡូវសួរថាប្រជារាស្ត្រខ្មែរចង់បានអីណាចង់បានអីចាំបាច់សំខាន់បំផុតពេលនេះទី1ការពារទឹកដីឲ្យបានត្រឹមត្រូវកុំឲ្យបរទេសឈ្លានពានហ្នឹងដែលប្រជារាស្ត្រខ្មែរចង់បានហ្នឹងគឺចង់ឲ្យអន្តរជាតិមកជួយបើមានប្រទេសណាឈ្លានពានគេច្បាស់ជាខ្លាំងជាងយើងហើយគេមានមធ្យោបាយធំធេងជាងយើងហើយយើងទៅច្បាំងជាមួយគេច្បាំងអត់ឈ្នះទេប៉ុន្តែវាមិនត្រូវទាំងច្បាំងផង
សម័យនេះគេឈប់ប្រើអាវុធគេឈប់លើកតបទៅច្បាំងហើយបើយើងមានសំណាងណាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីដែលជាសន្ធិសញ្ញាអន្តរជាតិដើម្បីការពារយើងការពារទឹកដីយើងគឺពិភពលោកទាំងមូលសហគមន៍អន្តរជាតិគេមានកាតព្វកិច្ចមកការពារយើងមកជួយយើងអត់ចាំបាច់ទៅបង្ហូរឈាមទៅស្លាប់ហើយខ្ញុំជឿថាស្លាប់អត់ប្រយោជន៍ទេអាក្នុងការច្បាំងគ្នានេះមិនមែនជាដណ្ដើមជ័យជំនះលើសមរភូមិទេយើងមានឧបករណ៍មួយដូចជាឱសថដូចថ្នាំទឹកណាយើងឈឺអីមួយយើងមានថ្នាំទឹកយើងមិនប្រើយើងមិនស្នើសុំឲ្យគេអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីទៅពីព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីដូចខ្ញុំនិយាយមិញមានចម្ពោះ2ចម្ពោះ1ប្រជាធិបតេយ្យអានឹងហ៊ុនសែនគាត់ថាអត់ដាច់ខាតតែយកប្រជាធិបតេយ្យមករបបហ៊ុនសែននឹងរលាយបើមានការបោះឆ្នោតត្រឹមត្រូវពេលណាហ៊ុនសែននឹងចាញ់ជាពំខានអញ្ចឹងគាត់អត់ទេគាត់សុកចិត្តជិះជាន់ធ្វើបាបចាប់គេចាប់ឯងដាក់គុកគម្រាមកំហែងបោះឆ្នោតបន្លំជានិច្ចជាកាលអានឹងគាត់ចង់រក្សារបបគាត់បែបហ្នឹងតែបើមានកិច្ចព្រមព្រៀងទីក្រុងប៉ារីអនុវត្តអានឹងគាត់ត្រូវរៀបចំការបោះឆ្នោតមែនតើបោះឆ្នោតមែនតើគាត់ចាញ់អញ្ចឹងមូលហេតុធំដែលគាត់មិនចង់ឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីគាត់ខ្លាចបាត់បង់អំណាចយល់ឲ្យច្បាស់គាត់ថាមិនបាច់ទៅសុំគេចុះបើគេអត់ព្រមតន់ទៅនិយាយផងថាគេអត់ព្រមអាខ្លួនឯងនឹងមិនចង់ថាគេមិនព្រមណាអញ្ចឹងប្រជារាស្ត្រខ្មែរចង់បានលទ្ធិប្រជាធិបតេយ្យហ៊ុនសែនអត់ឲ្យមានលទ្ធិប្រជាធិបតេយ្យអញ្ចឹងអត់ឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីទេប៉ុន្តែកិច្ចព្រមព្រៀងទីក្រុងប៉ារីណាមានចម្ពោះមួយទៀតធានាឲ្យយើងបានស្គាល់នៅលទ្ធិប្រជាធិបតេយ្យផងហើយធានាការពីបូរណភាពទឹកដីប្រទេសកម្ពុជាបូរណភាពទឹកដីគឺឯករាជ្យភាពអធិបតេយ្យភាពជាតិគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីគឺចែងគឺធានាណាប្រទេសទាំងអស់ឯកភាពគ្នាសន្យាគោរពការពារឯករាជ្យភាពអធិបតេយ្យភាពជាតិហើយជាពិសេសបូរណភាពទឹកដីបូរណភាពទឹកដីបើមានប្រទេសណាក៏ដោយមកពីខាងណាក៏ដោយឈ្លានពានប្រទេសកម្ពុជាគឺអន្តរជាតិគេបានធានាគេបានសន្យាអញ្ចឹងបានយើងត្រូវរំលឹកអាពាក្យសន្យាហ្នឹងឲ្យគេមកធានាមែនតើព្រោះបានធានាចុះហត្ថលេខាហើយគេមិនដឹងថាស្ថានភាពយ៉ាងម៉េចយើងរងគ្រោះកម្ពុជាគឺជាលើកទី1ដែលអ្វីខ្ញុំជម្រាបសូមគោរពបងប្អូនជនរួមជាតិដែលកំពុងតែស្ដាប់បងប្អូនអ្នករឿងប៉ះពាល់ដល់ប៉ុនខ្ញុំសុំឲ្យយើងទាំងគ្នាប្រែខ្លាចអើយបើក្រមុំបងអើយយ៉ាងណាក៏បងអើយ